បាទជំរាបសួរដល់អ្នកគ្នានៅក្នុងវីដេអូនេះខ្ញុំចង់ណែនាំ AI tool មួយឈ្មោះថា Jenny បាទវាមានប្រយោជន៍សម្រាប់និស្សិតដែលគាត់កំពុងរៀននៅសាកលវិទ្យាល័យហើយវាងាយស្រួលសម្រាប់យើងក្នុងការជំនួយដើម្បីទៅសេសារណាបាទឬក៏អត្ថបទស្រាវជ្រាវផ្សេងៗ Jenny AI ហ្នឹងវាមិនគ្រាន់តែជា chatbot ធម្មតាដូច GPT ទេប៉ុន្តែវាគឺជាហៅថា AI writing assistant ដែលវាត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ការសរសេរកម្រិតជាលក្ខណៈ academic បាទហើយវាជួយឲ្យយើងអាចតាក់តែងអត្ថបទតាំងពីការគិតដំបូងកំណត់ដំបូងរហូតដល់យើងអាចរៀបរាប់ជាឯកសារយោងបាទហើយពេលខ្លះយើងទៅសេអត្ថបទស្រាវជ្រាវឬក៏សារណាហ្នឹងយើងមានលក្ខណៈថាពេលខ្លះជួបបញ្ហាស្អីអត់ទៅមកបាទតែមានកំណត់អីទៀតទេអញ្ចឹងយើងអាចប្រើ Gemini AI នេះបានបាទដើម្បីជំនួយរបស់យើងបាទហើយមុខងារពិសេសរបស់ Gemini AI ហ្នឹងគឺទី1គឺវាមានលក្ខណៈថាជា AI auto complete បាទតែនៅពេលដែលយើងតកំណត់យើងគ្រាន់តែចុចប៊ូតុងទៅវានឹងបំពេញប្រយោគបន្តមកឲ្យយើងពេលដែលថាវាប្រគ្រប់នៃយើងថាយើងចង់មានន័យថាម៉េចទៅលើចំណុចទាំងអស់ហ្នឹងបាទហើយចំណុចមួយទៀតតកតឹងទៅនឹង in-text citation បាទជាចំណុចពិសេសរបស់ Jenny វាអាចជួយរកឯកសារយោងបាទឯកសារយោងឲ្យយើងពិតជាប្រភេទ APA MLA ឬក៏ IEEE បាទដើម្បីបញ្ជាក់ពីអ្វីដែលយើងសរសេរកុំឲ្យមានការខុសបច្ចេកទេសបាទហើយចំណុចពិសេសមួយទៀតតទៅនឹង paraphrasing tool ពេលខ្លះបើយើងមានអត្ថបទហើយយើងចង់កែសម្រួលអត្ថបទហ្នឹងឲ្យវាមានលក្ខណៈថាស្ដាប់ទៅតាក់ទាញឬក៏ស្ដាប់ទៅពីរោះហើយមានក្រឡាក់ជា academic ថែមជាមុននោះគឺ Jenny AI វាអាចជួយយើងបានហើយចំណុចចុងក្រោយគឺ plagiarism checker ចំណុចនេះគឺជាចំណុចស្លាប់រស់របស់យើងជាអ្នកទៅសេសារណាឬក៏អត្ថបទស្រាវជ្រាវករណីគេ check មើលទៅលើអត្ថបទរបស់យើងគឺថាមានលក្ខណៈថតចម្លងពីគេអញ្ចឹងយើងអាចប្រឈមមុខនឹងការកាត់បន្ទុកឬក៏មិនអោយសារណាឬក៏អត្ថបទស្រាវជ្រាវរបស់យើងទទួលបានជោគជ័យអញ្ចឹង Jenny AI នេះគឺធានាថាអត្ថបទរបស់យើងគឺជាស្នាដៃថ្មីមិនចម្លងពីគេជាលក្ខណៈ original បាទអញ្ចឹងដើម្បីអាចប្រើ Jenny AI បានយើងគ្រាន់តែចូលមកកាន់ website Jenny បាទ Jenny.ai បាទហើយយើងចាប់ដើមមើលប្រភេទបាទកន្លែង free plus pro អញ្ចឹងយើងចាប់ដើមដំបូងយើងគ្រាន់តែចុចពាក្យថា start for free នេះបានណាបាទហើយបើសិនយើងគិតថា tool Jenny AI នេះគឺមានលក្ខណៈងាយស្រួលយើងអាចប្រើជាប្រភេទបង់លុយបាទអាចបង់លុយបានអូខេអញ្ចឹងឥឡូវយើងអាចសាកល្បងចុចទៅលើ start for free បាទអញ្ចឹងយើងចាប់ដើមចុចបើសិនយើងមាន account ជាមួយ Google បើយើងមាន account Google យើងក៏ continue with Google មកបាទអញ្ចឹងខ្ញុំមាន account ជាមួយ Google ចុច Google បាទបញ្ញសិក្សា choose accountពេលដែលយើងចូល account នេះយើង what is your current role អញ្ចឹងយើងបើសិនយើងជាប្រភេទ undergraduate ឬក៏ master MBA យើងចុចនឹងមកអញ្ចឹងយើងសាកបងចុចលើ undergraduate យើងពងរៀនត្រឹមបញ្ញបត្របញ្ញចុចវាមកអូខេបន្តទៀតវាចូលមកកន្លែង fill document prompt បាទ fill document prompt នេះយើងវាឲ្យយើងវាយថាប្រភេទ
a research paper on effect of climate change on marine biodiversity បាទអញ្ចឹងវាគ្រាន់ជាមួយយើងឬក៏យើងអាច import អត្ថបទចូលមក AI ហ្នឹងក៏បានដែរអញ្ចឹងយើងបើសិនជាអត់ទាន់មានអីទេយើងគ្រាន់ចុច skip សិនមកបាទអូខេ public year ឆ្នាំណា impact factor ស្អីហ្នឹងបាទយើងចុចauto site setting បានចុច start មកអញ្ចឹងយើងវាយអត្ថបទស្រាវជ្រាវabout research paper about the agriculture in Cambodia អានេះការ research paper អំពីកសិកម្មនៅប្រទេសកម្ពុជាតែប៉ុន្តែ topic នេះវាធំតែយើងគាត់ឧទាហរណ៍បាទអញ្ចឹងយើងចុចកន្លែង document យើងវាយថា research paper អញ្ចឹងអូខេចុច next យើងចុច also next ទៀត standard heading no heading បាទឲ្យវាចាប់តាម start writing ចឹងវាសរសេរយ៉ាងម៉េចបាទនេះវាមាន introduction literature review methodology research នេះជាគោលគ្រោងវាអញ្ចឹងយើងចាប់តាមសរសេរមកហើយនៅក្នុងហ្នឹងវាមាននេះកន្លែង add new block បាទវាមាន heading អីចឹងណាហើយកន្លែងនេះ track to see of block បាទកន្លែងនេះយើងឲ្យវាជួយ AI edit ឧបមាថាយើងសរសេរអត្ថបទ literature review about ហើយយើងឲ្យវាសេ literature review about agriculture in Cambodia យើងចូលក្នុង Google បាទយើង Google search សិនមកនេះគាត់ឧទាហរណ៍ណាអ្នកទាំងអស់គ្នាអាចប្រើប្រាស់នៅអត្ថបទជាក់ស្ដែងឥឡូវខ្ញុំឲ្យ AI ខ្ញុំចូល Chat GPT វិញបាទចូល Chat GPT ឲ្យវាទៅសេអំពី write the literature review about agriculture in Cambodia ចឹងមកចឹងវាចាប់តាមសរសេរយើងចឹងកន្លែង literature review ចឹងវាមាន introduction វាមាន major មានអីច្រើនបាទចឹងខ្ញុំឧទាហរណ៍ខ្ញុំ copy កន្លែង introduction មួយចុះកន្លែងនេះយើងចូលមកកន្លែង Jenny នេះមកហើយយើងគប់ផាសវាបាទផាសហើយអញ្ចឹងកន្លែងនេះយើងឲ្យវា edit អញ្ចឹង improve fluency paraphrase simplify add another document បាទ change 10 អីចឹងណាអញ្ចឹងវាមានជំរើសច្រើនតែបើងាយស្រួលមែនតើសម្រាប់អ្នកដែលគាត់ចង់កែតម្រូវអីឬក៏ឲ្យវាមានអត្ថបទរបស់យើងវាល្អជាងមុនណាអញ្ចឹងយើងដាក់ improve fluency អញ្ចឹងយើងចុច fix flow issue add transition remove redundancy បាទលេងចុចកន្លែង flow នេះមកឲ្យវាធ្វើចាប់តាមធ្វើ rip flow វាល្អហើយយើងមើលវាចាប់តាមទៀតមិនអូខេអញ្ចឹងវាចេញចេះនេះវាដាក់ agriculture has long been a cornerstone of Cambodia តែបើវាសរសេរឡើងវិញអញ្ចឹងបើយើងឲ្យបើគេប្រើ tool ដើម្បីចាប់ AI គឺអត់ដឹងទេបាទអញ្ចឹងវា rephrase
ច្រើននេះក៏មាន playing critical role security rural livelihood economic development with a large scale ឃើញដូរច្រើនដែរ study consistent prostate បាទអញ្ចឹងយើងក៏ថាតន់ល្អហើយអញ្ចឹងយើងចូលមកកន្លែងបាទយើងចូលកន្លែងមួយទៀតដែលកន្លែងហ្នឹងដែរយើងប្រើ edit tool ទៀតយើងដាក់ paraphrase បែប academically អញ្ចឹងឲ្យវា paraphrase ឡើងវិញជាលក្ខណៈ academic បាទអញ្ចឹងវាទៅសេយើងម្នាក់ឃើញទេអញ្ចឹងទៅសេយើងអញ្ចឹងយើងគិតថាអូខេអញ្ចឹងវាស្ដាប់ទៅល្អអញ្ចឹងយើងក៏ copy វាមកបាទយើង copy វាមកហើយយើង replace កន្លែងនេះមកនេះបាទនេះ replace វាមកបាទអញ្ចឹងវាបានមួយហើយអូខេហើយវាជំនួយយើងទៀតដែល valid profession contribute to the gross domestic product it has seen release depart និយាយទៅវាទីមកអញ្ចឹងយើងគ្រាន់តែចុច cursor កន្លែងក្រោយនេះបន្តទៀតយើងចុច accept បាទ accept មកនេះបាទវាអញ្ចឹងវាចេញមកក្រោយទៀតបាទវាចេញបន្ថែមមកយើងហើយវាបង្កើតខ្លឹមសារអត្ថបទយើងអូខេអញ្ចឹងវាចេញមកកាលនេះវាចេញមកច្រើនទៀតអញ្ចឹងយើងគិតថាវាល្អចុច accept ទៀតមកបាទអញ្ចឹងបន្ថែមអញ្ចឹងណាអូខេតើតើ methodology យើងអាចឲ្យយើងសេអត្ថបទទីមួយយើងត្រូវទៅសេអ្វីដែលយើងចង់ទៅសេសិន methodology វិធីសាស្ត្រអីខ្លះអញ្ចឹងបានវាចេញជាជំនួយឲ្យយើងថាបើអ្នកឯងចង់ទៅសេ methodology ប្រភេទនេះអញ្ចឹងអ្នកឯងត្រូវថាបន្ថែមនេះបន្ថែមហ្នឹងណាអូខេនេះគ្រាន់ជាចំណុចគោលដែលខ្ញុំបញ្យល់នៅក្នុង Jenny AI ទេហើយអ្នកទាំងនេះអាចស្រាវជ្រាវបន្តបានអូខេហើយខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ណែនាំ tool មួយនេះហើយបើសិនជាមានសំណួរចម្ងល់អីអាចសួរខ្ញុំបានបាទសូមអរគុណ